ជំរាបសួរនិងស្វាគមន៍មកកាន់ Channel ហើយណាសម្រាប់រឿងនឹងបន្តរឿងដំណើរឆ្លងភពរបស់គ្រួសារសិននៅភាគទី4មុននឹងចូលទៅដល់រឿងហ្នឹងគឺ admin នឹងសូមឲ្យអ្នកទាំងអស់គ្នានឹងជួយចូលទៅ like page មួយនេះផង like ហើយនិង follow page ម្នាក់មួយផងណាហើយបងប្អូនក៏អាចចូលទៅមើលនៅអីវ៉ាន់តំណែងអីផ្សេងៗនៅក្នុង page ហ្នឹងផងដែរដែលគាត់នឹងមានលក់ដូចជាមួកតាគៀបកាបូបអីផ្សេងៗហ្នឹងបើសិនជាចាប់អារម្មណ៍អីក៏អាចតាក់ទងទៅឆាតទៅក្នុង page របស់គាត់ហ្នឹងហើយឬក៏បងប្អូនអាចមកកាន់ហាងរបស់គាត់ផ្ទាល់ក៏បានដែរដែលមានអាសយដ្ឋាននៅបរិយាបន្នហួតបឹងស្នោរនៅផ្ទះលេខ166ផ្លូវ C1 នៅគម្រោង Capital One ឬក៏បងប្អូនអាចចុច join ទៅកាន់ក្រុម Telegram របស់គាត់ក៏បានដែរព្រោះអី page របស់គាត់ភាគច្រើនហ្នឹងគឺអាសាមត្តខ្លាំងមែនទែនហើយមាននឹងដាក់ link Telegram របស់គាត់នៅក្នុង description ហើយនៅកន្លែងរបស់គាត់ហ្នឹងមិនមែនតែលក់តែកាបូបសម្លៀកបំពាក់ឬក៏ជាស្បែកជើងអីនោះទេតែឥឡូវនេះគាត់ក៏មានលក់ជាប្រភេទសម្លៀកបំពាក់របស់កុមារផងដែរដែលមានទាំងស្រីទាំងប្រុសតែម្ដងមុននឹងចូលទៅដល់សាច់រឿងកុំភ្លេចចុច like ចុច subscribe អ្នកមួយផងណាដោយផ្ដើមសាច់រឿងនៅភាគនេះហ្នឹងគឺតួប្រុសហ្នឹងបានដោះស្បែកគ្រួសាររបស់តួស្រីឯងប៉ុន្តែគឺតួស្រីហ្នឹងក៏នៅតែបារម្ភដែរដោយសារតែគាត់ហ្នឹងបានប្រាប់ថាតួប្រុសហ្នឹងគឺនៅតែសង្ស័យទៅលើពួកគេហ្នឹងមិនទាន់ជឿចិត្ត100%នោះទេពេលនោះក៏កងឆាយហ្នឹងបានស្ដីឲ្យតួស្រីដែរថាមកពីតួស្រីហ្នឹងឯងបានជាពួកគេហ្នឹងបានឆ្លងភពមកដល់យ៉ុងអាននេះកុំអីហ្នឹងពួកគេហ្នឹងគឺអាចដេកសនុកសុខស្រួលអីនៅផ្ទះបាត់ហើយបើមិនតួស្រីហ្នឹងគឺពពួកគេហ្នឹងទៅថតវីដេអូធ្វើជាឆ្លងភពហើយក៏ទៅធ្វើម្ហូបឲ្យដូនតាអីនោះទេនោះក៏ពួកគេហ្នឹងមកដល់ទីហ្នឹងដែរតែនៅពេលដែលនិយាយទៅដល់វីដេអូបែបហ្នឹងនៅពេលនោះក៏គ្រប់គ្នាហ្នឹងបានគិតថាប្រហែលជាមកពីរឿងវីដេអូហ្នឹងពិតមែនទៅដឹងដោយសារតែវីដេអូហ្នឹងគឺតួស្រីហ្នឹងចង់ថតថាគឺគ្រួសាររបស់ពួកគេហ្នឹងបានឆ្លងទៅភពបុរាណហើយក៏បានធ្វើម្ហូបឲ្យដូនតាអញ្ចឹងទៅពេលនោះក៏ម្ដាយរបស់តួស្រីហ្នឹងឲ្យតួស្រីរកនឹកទៀតទៅមើលថាតើធ្វើម៉េចដើម្បីអាចឆ្លងទៅវិញបានដោយសារតែតួស្រីហ្នឹងក៏មានសរសេរដែរនៅពេលដែលវគ្គបញ្ចប់នៃវីដេអូពេលនោះក៏តួស្រីហ្នឹងក៏បាននិយាយទៅថាគឺវីដេអូដែលគាត់កម្រងថតហ្នឹងគឺនៅពេលដែលពួកគេហ្នឹងបានឆ្លងទៅកាន់យ៉ុងអានទៅកាន់ពិភពបុរាណហើយហ្នឹងក៏ពួកគេហ្នឹងបានធ្វើស៊ុបមួយចានឲ្យទៅកាន់ដូនតារបស់ពួកគេនៅក្រោមពន្លឺព្រះច័ន្ទពេញវង់ហើយពួកគេហ្នឹងក៏បានត្រឡប់មកក្នុងភពបច្ចុប្បន្នវិញប្រហែលជាពួកគេហ្នឹងប្រហែលជាអាចធ្វើតាមហ្នឹងហើយក៏អាចត្រឡប់ទៅវិញបានទៀតហ្នឹងតែអ្វីដែលជាបញ្ហាឥឡូវនេះហ្នឹងគឺតួប្រុសហ្នឹងគឺនៅសង្ស័យគ្រួសាររបស់ពួកគេមិនដឹងថាតួប្រុសហ្នឹងគឺព្រមហូបស៊ុបរបស់ពួកគេអត់ទេឥឡូវនេះហ្នឹងអ្វីដែលពួកគេត្រូវធ្វើគឺមុនថ្ងៃព្រះច័ន្ទពេញវង់គឺត្រូវធ្វើយ៉ាងណាបើថាយកចិត្តតួប្រុសឲ្យតួប្រុសហ្នឹងទុកចិត្តពួកគេវិញបន្តមកនៅពេលដែលកំពុងតែរងនឹកកំណត់ថាធ្វើមិនដើម្បីអាចយកចិត្តតួប្រុសបានហ្នឹងនៅពេលនោះក៏តួស្រីហ្នឹងបាននឹកឃើញថាប្រហែលជាពួកគេហ្នឹងគួរតែធ្វើម្ហូបឲ្យតួប្រុសញ៉ាំប្រហែលជាអាចយកចិត្តតួប្រុសបានអញ្ចឹងទៅមើលចុះម្ហូបដែលតួប្រុសញ៉ាំរាល់ថ្ងៃហ្នឹងគឺដូចជាម្ហូបរបស់អ្នកតូទៅហើយហ្នឹងមិនត្រឹមតែនិយាយទេគឺតួស្រីហ្នឹងបានយកម្ហូបហ្នឹងទៅគោះនឹងតុទៀតហើយតួស្រីក៏គិតថាប្រហែលជាបើសិនជាពួកគេហ្នឹងបានធ្វើម្ហូបឆ្ងាញ់ៗអីឲ្យតួប្រុសញ៉ាំហ្នឹងប្រហែលជាតួប្រុសហ្នឹងអាចនឹងចូលចិត្តពួកគេវិញក៏ថាបានហើយគេក៏បានកាប់ម្ដាយយប់ឡើងឯនេះវិញនៅពេលនេះក៏តួប្រុសហ្នឹងគឺគាត់ហ្នឹងកំពុងតែផ្លាស់សម្លៀកបំពាក់អីហ្នឹងគឺគាត់ហ្នឹងត្រៀមលួចចូលទៅកន្លែងការិយាល័យត្រួតពិនិត្យអីរបស់គេនោះដើម្បីទៅរកភស្តុតាងអីឯកសារអីផ្សេងៗតាក់ទងមួយរឿងរបស់ពុកគាត់ដែលសារតែលាវឆាងហ្នឹងគឺគាត់ហ្នឹងអត់ចេះក្បាច់កូនអីហ៎ចឹងទៅក៏តួប្រុសហ្នឹងគឺគាត់ហ្នឹងទៅតែម្នាក់ឯងទេចំណែកឯតួស្រីវិញគឺគាត់ហ្នឹងកំពុងតែលបចេញពីផ្ទះបាយមកវិញនៅពេលនោះក៏គាត់ហ្នឹងបាននឹកឃើញថាហេតុអីបានគាត់ហ្នឹងត្រូវលបធ្វើអីគាត់មិនបានមកលួចអីណាគឺគាត់ហ្នឹងគ្រាន់តែមកផ្ទះបាយមករកសាច់តើហើយតួស្រីក៏បានដើរធម្មតាត្រឡប់ទៅបន្ទប់គេងរបស់គាត់វិញប៉ុន្តែនៅពេលដែលគាត់ហ្នឹងបានដើរតាមផ្លូវហ្នឹងក៏គាត់ហ្នឹងបានឃើញតួប្រុសគឺគាត់ហ្នឹងហក់មកលើដំបូលហើយតួស្រីក៏មិនដឹងថានិយាយថាម៉េចទៅក៏គាត់ហ្នឹងបានសួរស្ដីទៅកាន់តួប្រុសទៅនៅពេលនោះក៏តួប្រុសហ្នឹងក៏គាត់ហ្នឹងបានចុះមកហើយក៏បានភ្ជង់តួស្រីតែម្ដងហើយក៏បានសួរដែរថាអីបានជាតួស្រីហ្នឹងមើលដឹងថាគាត់ដោយសារតែតួប្រុសហ្នឹងគឺគាត់ហ្នឹងបានបិទមុខមកកណ្ដាលនៅពេលនោះក៏តួស្រីហ្នឹងបានគិតថាមើលទៅក្នុងរឿងហ្នឹងគឺពិតជាអត់បានកុហកទេមនុស្សសម័យមុនហ្នឹងគឺពិតជាមិនអាចមើលស្គាល់គ្រាន់តែបិទមុខមកពាក់កណ្ដាលមុខអីចឹងទេហើយតួស្រីក៏ថាគឺដោយសារតែតួប្រុសហ្នឹងគឺជាបែរថារូបរាងរបស់តួប្រុសហ្នឹងមើលទៅខុសប្លែកពីគេអីចឹងទៅបែរថាអស្ចារ្យអីជាងគេចឹងទៅគ្រាន់តែមើលមិនប្លែកហ្នឹងក៏អាចចំណាំបានថាជាតួប្រុសទៅហើយតួប្រុសក៏បានសួរដែរហើយតួស្រីហ្នឹងទៅណាទាំងយប់នៅពេលនោះក៏តួស្រីហ្នឹងបានប្រាប់ថាគឺគាត់ហ្នឹងគ្រាន់តែញ៉ាំមិនឆ្អែតចឹងហើយបានគាត់ហ្នឹងទៅរកក្រែងលោថាមានសល់អាហារអីផ្សេងខ្លះតែនៅផ្ទះបាយគឺរត់ឃើញមានម្ហូបអីទេចឹងហើយហ្នឹងបានគាត់ហ្នឹងត្រឡប់ទៅវិញហើយក៏បាននិយាយដែរថាមើលទៅតួប្រុសហ្នឹងចេញទៅទាំងយប់បែបហ្នឹងប្រហែលជាមានកិច្ចការអីសំខាន់ហើយឲ្យតួប្រុសហ្នឹងទៅគឺគាត់ហ្នឹងធ្វើជាមើលមិនឃើញអីចឹងទៅគាត់នឹងមិនធ្វើមិនប្រាប់ណាគេថាគាត់ហ្នឹងបានឃើញតួប្រុសទេហើយក៏ចង់រត់គេចប៉ុន្តែតួប្រុសហ្នឹងគិតថាតួស្រីហ្នឹងកំពុងតែគំរាមគាត់ហើយគាត់ហ្នឹងក៏អត់ព្រមឲ្យតួស្រីទៅទេហើយតួប្រុសក៏បានប្រាប់តួស្រីថាគឺគាត់ហ្នឹងបានដឹងអីថាតួស្រីហ្នឹងគឺមកទីនេះមានគោលបំណងអីហើយតួស្រីហ្នឹងគឺមកពីណាអីចឹងទៅនៅពេលនោះក៏តួស្រីហ្នឹងបានគិតដែរអីបានជាតួប្រុសហ្នឹងបានដឹងថាគាត់ហ្នឹងគឺបានឆ្លងភពមកអីចឹងទៅហើយតួប្រុសហ្នឹងក៏ឲ្យតួស្រីហ្នឹងនាំគាត់ទៅជួបពួកគេនៅពេលនោះក៏តួស្រីហ្នឹងបានសួរដែរថាពួកគេណាតើតួប្រុសហ្នឹងចង់ត្រឡប់ទៅវិញជាមួយនឹងពួកគេដែរមែនគឺតួស្រីហ្នឹងចង់សួរថាតួប្រុសហ្នឹងចង់ត្រឡប់ទៅភពរបស់គាត់ហ្នឹងជាមួយគាត់ដែរ
ដែរមែនបែបនេះគឺមិនកើតទេហើយតួស្រីនឹងក៏ខំប្រកែកតែនៅពេលនោះនឹងក៏តួប្រុសនឹងគឺគាត់នឹងដាក់ដាវកាន់តែចិត្តករបស់តួស្រីតែម្ដងហើយតួស្រីនឹងគឺគាត់នឹងពិតជាភ័យខ្លាំងមែនទែនហើយក៏បានសន្យាជាមួយនឹងតួប្រុសថានឹងនាំតួប្រុសនឹងត្រឡប់ទៅវិញជាមួយនឹងគ្នាតួប្រុសក៏គិតថាមើលទៅតួស្រីនឹងបែរជាព្រមគាត់យកគាត់នឹងទៅជួបអ្នកដែលនៅពីក្រោយតួស្រីលឿនបែបហ្នឹងប្រហែលជាមើលទៅតួស្រីប្រហែលជាខ្លាចស្លាប់ខ្លាំងហើយមើលទៅពេលនោះក៏តួប្រុសនឹងបានសួរទៀតថាតើពួកគេនិយាយអីខ្លះពីខ្ញុំនៅពេលនោះក៏តួស្រីនឹងក៏បានសួរថាអ្នកណាហើយតួស្រីក៏គិតថាប្រហែលជាតួប្រុសនឹងគឺចង់និយាយពីសាច់ញាតិពូមីងអីរបស់គាត់ផ្សេងទៀតហើយគាត់នឹងក៏បានប្រាប់តួប្រុសទៅថាគឺពួកគេនឹងសំបីតែគ្រួសាររបស់គាត់នឹងទៅលេងក៏ពួកគេមិនអោយទៅដែរហ្នឹងពួកគេអត់ស្វាគមន៍គ្រួសាររបស់គាត់ដែរហ្នឹងតួប្រុសនឹងក៏ប្រហែលជាពួកគេនឹងក៏បានឃើញប្រកាសជាភ័យស្លាប់ហើយតួប្រុសក៏បានគិតផ្សេងហើយគាត់នឹងក៏បានសួរថាអញ្ចឹងតើពួកគេនោះបោះបង់គ្រួសាររបស់តួស្រីចោលហើយមែនប៉ុន្តែគឺគាត់នឹងគិតថាតួស្រីនេះប្រកាសជាមានអីម្យ៉ាងហើយហេតុអីបានជាពួកគេនឹងបញ្ជូនតួស្រីមករៀបចំតួស្រីមកមិនមែនជាអ្នកផ្សេងគឺជាគ្រួសាររបស់តួស្រីអីចឹងទៅពេលនោះក៏តួស្រីនឹងក៏បាននិយាយដែរថាខ្ញុំក៏ចង់ដឹងដែរថាហេតុអីបានជាគ្រួសាររបស់ខ្ញុំនឹងត្រូវមកដល់កន្លែងហ្នឹងតែដល់ពេលដែលគាត់និយាយហ្នឹងក៏គាត់នឹងបានច្រឡំវាសដាវរបស់តួប្រុសនឹងធ្វើឲ្យធ្លាក់នៅពេលនោះនឹងក៏តួប្រុសនឹងបានសម្លឹងមុខតួស្រីទៅក៏គាត់នឹងរៀងភ័យដែរហើយក៏បានទៅយកដាវឲ្យតួប្រុសនឹងភ្ជង់គាត់វិញទៅហើយក៏បានសន្យាដែរថាបើសិនជារកផ្លូវទៅវិញបានគាត់ប្រកាសជាយកតួប្រុសទៅជាមិនខានទេហើយតួប្រុសនឹងក៏គាត់នឹងអត់បាននិយាយអីទេហើយគាត់នឹងក៏បានដកដាវលេងភ្ជង់តួស្រីទៀតទៅគ្រាន់តែតួប្រុសដកដាវភ្លាមហ្នឹងក៏តួស្រីនឹងក៏បានរត់គេចពីកន្លែងហ្នឹងបាត់យ៉ាងលឿនតែម្ដងស្អែកឡើងក៏តួស្រីនឹងក៏បានមករៀបរាប់ប្រាប់ពីរឿងដែលតួប្រុសនឹងគឺចង់ត្រឡប់ទៅភពពួកគេចឹងជាមួយគ្នាដែរនៅពេលនោះនឹងក៏គ្រួសាររបស់តួស្រីនឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយកដូនតាទៅជាមួយយ៉ាងម៉េចហើយណាមួយទោះបីជាយកទៅនឹងក៏មិនអាចរៀបចំអីឲ្យដូនតារបស់ពួកគេនឹងបានសនុកសុខស្រួយដែរដោយសារតែគ្រួសាររបស់ពួកគេឥឡូវនឹងហាងរបស់ពួកគេនឹងពងសាយធនដូចគ្នានឹងមិននឹងអាចចិញ្ចឹមតួប្រុសរស់ទៅតែបើតួប្រុសនឹងគឺគាត់នឹងគឺជាអ្នកដែលចង់ទៅតែខ្លួនឯងនឹងក៏តួប្រុសនឹងគួរតែអាចទ្រាំទ្រជាមួយនឹងពួកគេហើយចំណែកឯតួប្រុសវិញក៏បានមកប្រាប់លាវឆាងថាគឺគ្រួសាររបស់តួស្រីនឹងគឺពិតជាមានអ្នកបញ្ជូនមកប៉ុន្តែអ្នកដែលបញ្ជូនមកនឹងគឺពួកគេនឹងបានបោះបង់គ្រួសាររបស់តួស្រីបាត់ទៅហើយនឹងចឹងហើយគ្រួសាររបស់តួស្រីនឹងក៏មិនមានប្រយោជន៍អីសម្រាប់តួប្រុសអីទៀតដែរហើយយប់នេះគឺតួប្រុសនឹងគឺគាត់នឹងមានកម្រងចង់ទៅកន្លែងការិយាល័យត្រួតពិនិត្យនឹងម្ដងទៀតដោយសារតែយប់មិញហ្នឹងគឺគាត់នឹងអត់បានទៅដោយសារតែឡៃជួបជាមួយនឹងតួស្រីហ្នឹងចឹងហើយនឹងនៅពេលនោះក៏លាវឆាងនឹងបានសួរដែរថាចុះគ្រួសារសិនគិតយ៉ាងម៉េចហើយតួប្រុសនឹងក៏បានប្រាប់ឲ្យលាវឆាងនឹងគឺជាអ្នកចាត់ការទៅក៏អ្វីគ្រប់យ៉ាងនៅទីនេះទៅចុះបន្តមកក៏តួប្រុសនឹងក៏គាត់នឹងបានដើរចេញទៅបាត់ចំណែកឯលាវឆាងវិញក៏គាត់នឹងបានគិតដែរថាគាត់ម្នាក់ឯងហីធ្វើរឿងទាំងអស់ហ្នឹងយប់ឡើងនឹងក៏លាវឆាងនឹងគឺគាត់នឹងបានជីកដីឡើងធំតែម្ដងគឺគាត់នឹងចង់កប់គ្រួសាររបស់តួស្រីទាំងមូលតែម្ដងនៅពេលនោះក៏គាត់នឹងបាននិយាយដែរថាគាត់នឹងពិតជាមិនចង់សម្លាប់មនុស្សទេប៉ុន្តែគឺដើម្បីការពារចៅហ្វាយរបស់គាត់គឺគាត់នឹងត្រូវតែធ្វើដែលគ្រួសាររបស់តួស្រីដែលមិនដឹងថាសន្លប់ឬក៏ដេកលក់ទេដែលនៅពេលនេះនឹងក៏តួស្រីនឹងគឺគាត់នឹងបានដឹងខ្លួនមុនគេហើយនៅពេលនោះនឹងក៏គាត់នឹងបានឃើញថាលាវឆាងនឹងកំពុងតែចង់កប់ពួកគេដែរហើយតួស្រីនឹងក៏ខំព្យាយាមដាស់បងរបស់គាត់ប៉ុន្តែនៅពេលនោះក៏លាវឆាងនឹងបានងាកមកក៏តួស្រីនឹងបានធ្វើជាដេកលក់វិញទៅពេលដែលលាវឆាងបែរទៅវិញនឹងក៏តួស្រីនឹងក៏គាត់នឹងបានក្រោកតែនៅពេលនោះក៏លាវឆាងនឹងក៏គាត់នឹងបែរមកវិញនឹងក៏បានឃើញតួស្រីហើយគាត់នឹងក៏បានស្រែកគឺស្រែកទាំងពីរនាក់តែម្ដងនៅពេលនោះក៏តួស្រីនឹងបានរត់ទៅវាយលាវឆាងគឺគាត់នឹងវាយតាមរឿងដែលគាត់នឹងមើលឃើញតាមទូហ៎ប៉ុន្តែវាយយ៉ាងណាក៏អត់ស្លាប់ដែរហើយគាត់នឹងក៏បានគិតថាមើលទៅរឿងភាគទាំងអស់ហ្នឹងគឺសុទ្ធតែកុហកហ្នឹងហើយតួស្រីនឹងក៏បានសវ៉ាឃើញដុំថ្មហ្នឹងក៏បានវាយឲ្យលាវឆាងហ្នឹងសន្លប់បាត់ទៅហើយខាងតួប្រុសឯនេះវិញហ្នឹងនៅពេលនេះគឺគាត់នឹងកំពុងតែគេចពីកងទាហានដែលគេយាមនៅពេលយប់ព្រោះអីកាយពេលយប់ឡើងហ្នឹងគឺគេនឹងមានច្បាប់អត់ឲ្យដើរចេញក្រៅទេពេលនោះក៏តួប្រុសហ្នឹងក៏គាត់នឹងបានបន្លំពាក់សម្លៀកបំពាក់ផ្សេងហើយហ្នឹងក៏គាត់នឹងបានរត់កាត់ទាហានហើយពេលនោះក៏ទាហានហ្នឹងនាំគ្នាដេញតាមរហូតមកដល់ផ្ទះរបស់តួប្រុសពេលដែលចូលមកដល់ភ្លាមហ្នឹងក៏ឃើញតួស្រីហ្នឹងក៏គាត់នឹងបានចាប់បិទមាត់តួស្រីមិនទាន់ឲ្យនិយាយអីនោះទេនៅពេលនោះហ្នឹងក៏កងទាហានអីនៅខាងក្រៅក៏បានស្រែកហៅតួប្រុសអីចឹងទៅដែលហៅថាចៅហ្វាយក្រុងដោយពួកគេហ្នឹងគឺបានសុំចូលឆែកឆេរដោយសារតែពួកគេហ្នឹងបានឃើញមានអ្នករត់ចូលនៅក្នុងផ្ទះរបស់ចៅហ្វាយក្រុងអីចឹងទៅនៅពេលនោះហ្នឹងក៏តួស្រីហ្នឹងក៏គាត់ហ្នឹងបានប្រាប់តួប្រុសដែរថាចាំគាត់ជួយប៉ុន្តែគឺតួប្រុសហ្នឹងជាពាក់កូនមួយអីហើយតួស្រីក៏បានយកសម្លៀកបំពាក់ដែលតួប្រុសបានពាក់ខាងក្រៅហ្នឹងក៏បានយកទៅជាមួយនឹងមួកហ្នឹងហើយគាត់ហ្នឹងក៏បានទៅសុំទោសទាហានដែរថាគាត់ហ្នឹងគឺជាអ្នកដែលបានចេញទៅក្រៅអីចឹងទៅតែនៅពេលនោះក៏ពួកគេហ្នឹងរៀងភ្ញាក់ផ្អើលដែរដោយសារតែមិញហ្នឹងដូចជាមនុស្សប្រុសតែតួស្រីក៏ថាដោយសារតែមេឃងងឹតយប់អីចឹងទៅប្រហែលជាពួកគេនឹងមើលច្រឡំហើយតួស្រីក៏បានប្រាប់ថាគឺគាត់នឹងទៅតែមកចូលក្រុងអីចឹងទៅគឺគាត់នឹងអត់បានដឹងច្បាប់ទម្លាប់ហ្នឹងប៉ុន្តែកងទាហានហ្នឹងក៏ចង់រករឿងតួស្រីបន្តទៀតនៅពេលនោះក៏តួប្រុសហ្នឹងក៏គាត់នឹងបានចេញមកជួយនិយាយអីចឹងទៅហើយក៏បានឲ្យប្រាក់ខ្លះហើយក៏បានប្រាប់ដែរថានាងគឺជាប្អូនជីដូនមួយរបស់គាត់ហើយនាងនឹងទៅតែមកដល់ទីហ្នឹងមិនបានដឹងច្បាប់ទម្លាប់ទេហើយក៏បានសុំឲ្យកងទាហានហ្នឹងជួយលើកលែងអីចឹងទៅបន្ទាប់មកពេលបានប្រាក់ហើយហ្នឹងក៏កងទាហានទាំងអស់ហ្នឹងក៏បាននាំគ្នាត្រឡប់ទៅវិញទៅបន្ទាប់ពីពួកគេចេញទៅអស់ហ្នឹងនៅពេលដែលបិទទ្វារភ្លាមក៏តួស្រីហ្នឹងបានដកដាវរបស់តួប្រុសហ្នឹងយកមកភ្ជង់តួប្រុសតែម្ដងហើយក៏បាននិយាយដែរថាគ្រួសាររបស់គាត់គឺអត់ដែលមានចេតនាអីចង់ធ្វើបាបតួប្រុសទេហេតុអីបានចង់សម្លាប់គ្រួសារគាត់ប៉ុន្តែតួស្រីហ្នឹងមិនតតាំងឈ្នះតួប្រុសនោះទេនៅពេលនោះក៏តួស្រីហ្នឹងក៏បាននៅតែនិយាយស្ដីឲ្យតួប្រុសអញ្ចឹងថាគ្រួសារ
សាររបស់គាត់ខំចាត់ទុកតួប្រុសហ្នឹងដូចជាគ្រួសារហេតុអីបានជាតួប្រុសហ្នឹងចង់ធ្វើបាបពួកគេចង់សម្លាប់ពួកគេធ្វើអីហើយគាត់ក៏បានសន្យាដូចគ្នាថានឹងនាំតួប្រុសត្រឡប់ទៅវិញហេតុអីបានជាតួប្រុសហ្នឹងនៅតែធ្វើអញ្ចឹងទៀតនៅពេលនោះក៏តួប្រុសហ្នឹងបានថាតួស្រីកុហកក្រែងតួស្រីថាម្ចាស់របស់តួស្រីហ្នឹងគឺបានបោះបង់ចោលគ្រួសាររបស់តួស្រីឯតាអីតើតួស្រីហ្នឹងនាំគាត់ទៅវិញយ៉ាងម៉េចពេលនោះក៏តួស្រីហ្នឹងក៏បានសួរដែរថាតួប្រុសហ្នឹងគិតថាគ្រួសាររបស់គេហ្នឹងគឺជាកេញសម្ងាត់ដែលមកស៊ើបការពីតួប្រុសអញ្ចឹងមែននៅពេលនោះក៏តួប្រុសហ្នឹងក៏បានសួរថាបើមិនមែនជាអីវិញចុះពេលដែលឮចឹងក៏តួស្រីហ្នឹងក៏ក្តៅឆេវតែម្ដងហើយគាត់ហ្នឹងក៏លេងនិយាយលេងដឹងដូនតាអីហើយគាត់ហ្នឹងក៏បានរុញតួប្រុសហើយក៏បាននិយាយដែរថាកេញសម្ងាត់ស្អីគេខ្ញុំមកទីនេះគ្រួសាររបស់ខ្ញុំមកទីនេះគឺគ្រាន់តែចង់បានចម្រោកហើយក៏រកផ្លូវដើម្បីត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះម្សិលមិញលោកគឺចង់ទៅជាមួយនឹងពួកយើងហើយពួកយើងហ្នឹងក៏ខំរកវិធីសាស្ត្រគិតថាមិនថាពិបាកយ៉ាងណាទេពួកយើងនឹងខំព្យាយាមដើម្បីនាំយកត្រឡប់ទៅវិញជាមួយនឹងពួកយើងប៉ុន្តែចុងក្រោយលោកបែរជាសង្ស័យថាពួកយើងហ្នឹងគឺជាកេញសម្ងាត់ទៅវិញតែគាត់នឹងនិយាយបណ្ដាក៏ច្រានតួប្រុសទៅក្រោយបណ្ដាពេលនោះក៏តួប្រុសហ្នឹងបានសួរដែរហើយចុះពេលនោះតួស្រីនិយាយថាតួស្រីហ្នឹងក៏មិនដឹងដែរថាអីបានជាត្រូវបញ្ជូនគ្រួសាររបស់គាត់ហ្នឹងមកដល់ទីនេះហ៎តើតួស្រីចង់មានន័យថាម៉េចនៅពេលនោះក៏តួស្រីហ្នឹងក៏បាននិយាយដែរថាអ្នកដែលបញ្ជូនមកហ្នឹងមិនមែនជាមនុស្សទេប៉ុន្តែគឺជាវាសនាខ្ញុំចង់និយាយពីវាសនាមិនដឹងថាហេតុអីបានជាវាសនារៀបចំឲ្យគ្រួសាររបស់ខ្ញុំមកដល់ទីនេះទេហើយតួប្រុសក៏បានសួរបន្តទៀតចុះហេតុអីបានជាតួស្រីហ្នឹងអាចដោះលែងកូននឹងបានហើយក៏ស្គាល់លេខទាំងអស់នោះនៅពេលនោះក៏តួស្រីហ្នឹងក៏បាននិយាយដដែលៗអញ្ចឹងខ្ញុំប្រាប់លោកហើយតាថាខ្ញុំគឺជាគ្រួសារអ្នករកស៊ីធំឡើងគឺស្គាល់លេខជាមួយទាំងអស់ហ្នឹងគឺតែងតែដឹងរៀនលេខវាទាំងអស់ហ្នឹងតាំងពីតូចមកទៅហើយរឿងអីដែលមិនដឹងលេខ888ខ្ញុំប្រាប់លោកហើយតាថាវាមានន័យថារងរឿងហើយក៏រកស៊ីមានបានគ្រាន់តែលេខប៉ុណ្្នឹងក៏មិនដឹងដែរអីហេតុអីបានជាលោកខុសខើយ៉ាងនេះចង់សម្លាប់ទាំងបងប្រុសរបស់ខ្ញុំឪពុកម្ដាយរបស់ខ្ញុំហើយនិងក្មួយស្រីរបស់ខ្ញុំដែលនាងនឹងតតែក្មេងខ្ចីតែប៉ុណ្ណោះតើលោកសាហាវប៉ុណ្ណាទៅនៅពេលនោះក៏តួប្រុសហ្នឹងក៏គាត់នឹងបានទៅដាស់លាវឆាងឲ្យក្រៅហើយគាត់នឹងក៏បានសួរដែរថាលាវឆាងនឹងកំពុងតែធ្វើអីនៅពេលនោះក៏លាវឆាងនឹងបានថាគឺគាត់នឹងកំពុងតែធ្វើតាមបញ្ជារបស់តួប្រុសគឺកប់ទាំងអស់ពេលនោះក៏តួប្រុសហ្នឹងក៏បានស្ដីឲ្យលាវឆាងដែរអ្វីដែលគាត់ចង់និយាយហ្នឹងគឺកប់បញ្ហាមិនមែនកប់គ្រួសារសិនទាំងមូលទេបើដោះស្រាយក៏គ្រាន់តែខំពួកគេទៅគឺបានហើយពេលដែលឮថាខំខ្លួនបែបហ្នឹងក៏តួស្រីហ្នឹងក៏ចាប់ទៅទាញកអាវរបស់តួប្រុសតែម្ដងហើយក៏បានលេងហៅច្បាយក្រុងអីទៀតដែរគាត់ហ្នឹងក៏បានហៅឈ្មោះរបស់តួប្រុសតែម្ដងថាលីងយានលោកនឹងថាថ្ងៃនេះគ្រួសាររបស់ខ្ញុំបានធ្វើអីខ្លះទេគឺពួកយើងនឹងបានខិតខំដើម្បីព្យាយាមរៀបចំនូវអាហារដ៏ល្អមួយសម្រាប់លោកចង់រៀបចំដើម្បីឲ្យលោកភ្ញាក់ផ្អើលប៉ុន្តែមើលចោលតើលោកកំពុងតែចង់ធ្វើអ្វីចំពោះគ្រួសាររបស់យើងចង់ខំគ្រួសាររបស់ខ្ញុំបែបហ្នឹងហើយតួស្រីក៏បានរុញច្រានតួប្រុសហ្នឹងទៅបុកជាមួយនឹងដីខាងក្រៅហ្នឹងទៅនៅពេលនោះក៏លាវឆាហ្នឹងក៏ចង់និយាយមួយម៉ាត់ហ្នឹងក៏តួស្រីហ្នឹងបានស្ដីឲ្យទៅវិញដែរហើយគេក៏បានកម្មមកដល់នៅពេលនេះវិញហ្នឹងក៏បានឃើញអាហារដែលមាននៅលើតុហ្នឹងគឺមានច្រើនសម្បូរបែបខ្លាំងមែនទែនគឺសុទ្ធតែជាគ្រួសាររបស់តួស្រីហ្នឹងរៀបចំដើម្បីឲ្យតួប្រុសញ៉ាំតែនៅពេលនេះហ្នឹងក៏គ្រួសាររបស់តួស្រីហ្នឹងគឺនាំគ្នាបានដឹងខ្លួនឡើងវិញទាំងអស់ហើយគឺម្នាក់ៗហ្នឹងគឺនាំគ្នាខឹងងល់ជាមួយនឹងតួប្រុសជាមួយនឹងលាវឆាហ្នឹងឯងហើយក៏នាំគ្នាបែរអង្គុយបែរមុខចេញអត់មានណាគេមើលមុខតួប្រុសនោះទេពេលនោះក៏លាវឆាហ្នឹងបានសុំទោសដែរហើយតួប្រុសហ្នឹងក៏បានសុំទោសដូចគ្នាហើយគាត់ហ្នឹងក៏បានប្រាប់ដែរថាដោយសារតែគាត់ហ្នឹងបានប្រាប់លាវឆាមិនច្បាស់ទៅធ្វើឲ្យលាវឆាហ្នឹងយល់ច្រឡំបែបហ្នឹងពេលនោះក៏លាវឆាហ្នឹងក៏បាននិយាយដែរថាមិនមែនជាកំហុសរបស់តួប្រុសទេគឺដោយសារតែគាត់ល្ងងខ្លួនឯងមិនយល់ពីអ្វីដែលតួប្រុសហ្នឹងចង់និយាយហើយក៏បានសុំទោសអីចឹងទៅប៉ុន្តែគ្រួសាររបស់តួស្រីហ្នឹងក៏គាត់ហ្នឹងនៅតែមិនខ្វល់រហូតដល់លាវឆាហ្នឹងគឺគាត់ហ្នឹងក៏បានបោកក្បាលខ្លួនឯងនៅនឹងឥដ្ឋបែបថាគឺគាត់ហ្នឹងបានសុំវល់អីចឹងទៅក៏ធ្វើឲ្យគ្រួសាររបស់តួស្រីហ្នឹងក៏រៀងទន់ចិត្តដែរហើយក៏បានឈប់ឲ្យធ្វើអញ្ចឹងទៀតទៅកុំឲ្យធ្វើបាបខ្លួនឯងអញ្ចឹងហើយក៏បានប្រាប់ដែរគឺគាត់ហ្នឹងសុំតែឲ្យលើកក្រោយហ្នឹងឲ្យតួប្រុសហ្នឹងជួយចិត្តលើគ្រួសាររបស់គាត់បន្តិចទៅគឺគាត់ហ្នឹងអត់ដែលមានចេតនាអីចង់ធ្វើបាបតួប្រុសនោះទេគឺគ្រាន់តែចង់យកកន្លែងស្នាក់នៅហើយក៏រកផ្លូវដើម្បីត្រឡប់ទៅផ្ទះវិញតែប៉ុណ្ណោះពេលដែលរកផ្លូវត្រឡប់ទៅវិញបានហ្នឹងក៏គាត់ហ្នឹងមិននៅរំខានតួប្រុសទៀតដែរបន្តមកក៏បានហៅតួប្រុសហ្នឹងឲ្យមកអង្គុយញ៉ាំអីទៅហើយក៏ហៅលាវឆាងហ្នឹងឲ្យមកអង្គុយញ៉ាំអីជុំគ្នាដូចគ្នាពេលដែលញ៉ាំអីហើយហ្នឹងក៏តួប្រុសហ្នឹងក៏គាត់ហ្នឹងបានមកលាងចានដើម្បីជាការដាក់ទោសខ្លួនឯងអីចឹងទៅតែនៅពេលនោះក៏បងរបស់តួស្រីហ្នឹងគឺគាត់ដដើមលាងអត់ចង់ឲ្យតួប្រុសលាងនោះទេនៅពេលនោះហ្នឹងក៏តួប្រុសហ្នឹងគឺគាត់ហ្នឹងនៅតែចង់លាងដោយសារតែគាត់ហ្នឹងគិតថាថ្ងៃហ្នឹងគឺជាកំហុសរបស់គាត់អីចឹងទៅវានឹងធ្វើឲ្យគ្រួសារតួស្រីស្លាប់ប៉ុន្តែក៏បងប្រុសរបស់តួស្រីហ្នឹងគឺគាត់ហ្នឹងនៅតែដដើមថាហ្នឹងគឺការងាររបស់គាត់នោះទេណាមួយតួប្រុសម្ចាស់ផ្ទះមកលាងវ៉ាចានអីទៅអីគួរតែគាត់ហ្នឹងគឺជាអ្នកដែលធ្វើតែក៏តួប្រុសហ្នឹងគឺគាត់ហ្នឹងនៅតែទាធ្វើនៅពេលនោះក៏តួស្រីហ្នឹងក៏គាត់ហ្នឹងបានមកដល់ហើយក៏បានហៅតួប្រុសហ្នឹងឲ្យទៅជាមួយនឹងគាត់ទុកឲ្យបងប្រុសរបស់គាត់ហ្នឹងលាងហ្នឹងឯងពេលដែលតួប្រុសចេញទៅបាត់ហ្នឹងក៏កងឆាយហ្នឹងក៏បាននិយាយម្នាក់ឯងដែរថាអ្នកណាទៅឲ្យដូនតាលាងចានឲ្យបែបហ្នឹងប្រកាសជាកាត់អាយុគាត់ខ្ទេចជាមិនខានដែលតួស្រីហ្នឹងក៏គាត់ហៅតួប្រុសមកដោយសារតែគាត់ហ្នឹងបានរៀបចំនៅផ្អែមពិសេសម្ចាដែលគេហៅថាបាយទៅហ៊ូដែលវាគឺជាម្ហូបម្យ៉ាងដែលមកពីស្រុកឈីញ៉ាងប្រហែលជាតួប្រុសហ្នឹងប្រហែលជាអាចនឹងនឹកស្រុកកំណើតអីចឹងទៅចឹងហើយបានគាត់ហ្នឹងបានរៀបចំផ្អែមហ្នឹងពិសេសសម្រាប់តួប្រុសហើយតួប្រុសហ្នឹងក៏បានសុំទោសតួស្រី
រីម្ដងទៀតដែរដែលគាត់នឹងបានយកច្រឡំទៅកាន់គ្រួសាររបស់តួស្រីអីចឹងទៅប៉ុន្តែក៏តួស្រីហ្នឹងក៏គាត់នឹងលែងខឹងអីដែរបន្ទាប់ពីបានភ្លក្សផ្អែមរបស់តួស្រីហើយហ្នឹងក៏ធ្វើឲ្យតួប្រុសហ្នឹងគឺគាត់នឹងពិតជានឹកឃើញដល់ស្នាដៃរបស់ម្ដាយរបស់គាត់ខ្លាំងមែនទែនដែលកាលមុនហ្នឹងគឺម្ដាយរបស់គាត់ហ្នឹងគឺតែងតែធ្វើផ្អែមហ្នឹងឲ្យហើយអ្នកផ្អែមហ្នឹងគឺមានតែអ្នកស្រុកឈីញយ៉ាងទេដែលចេះធ្វើហើយតួស្រីក៏គាត់នឹងបានគិតក្នុងចិត្តថាបើសម័យរបស់គាត់វិញអ្នកលេងអ៊ីនធឺណិតភាគច្រើនហ្នឹងគឺគេនឹងអាចចេះហើយដោយសារតែមានគេបង្រៀនធ្វើតាមអ៊ីនធឺណិតអីហ៎មិនបាច់ចាំថាតអ្នកស្រុកកំណើតឈីញយ៉ាងអីនោះទេហើយតួប្រុសហ្នឹងក៏បានសួរដែរថាតើតួស្រីហ្នឹងចង់ទៅផ្ទះវិញត្រឡប់ទៅផ្ទះវិញហ្នឹងតើចង់ទៅឈីញយ៉ាងមែនតែពេលនោះក៏តួស្រីហ្នឹងបានប្រាប់ដែរថាមិនមែនឈីញយ៉ាងទេហើយឈីញយ៉ាងក៏មិនមែនស្រុកកំណើតផ្ទះអីរបស់គាត់ដែរដោយសារតែកាលមុនហ្នឹងគឺគាត់នឹងមានស្រុកកំណើតផ្សេងអីចឹងទៅហើយគាត់ហ្នឹងក៏រើមកនៅឈីញយ៉ាងក្រោយទេគ្រួសាររបស់ខ្ញុំគឺចង់វិលត្រឡប់ទៅកាន់ផ្ទះប៉ិតរបស់ពួកយើងបន្ទាប់មកហ្នឹងក៏តួប្រុសហ្នឹងក៏គាត់នឹងបានសុំទោសម្ដងទៀតគឺគាត់នឹងមួយថ្ងៃហ្នឹងសុំទោសរហូតតែម្ដងនៅពេលនោះហ្នឹងក៏តួស្រីហ្នឹងបានការមើលទៅលោកតារបស់គាត់ហ្នឹងថាមុនពេលដែលជួបអ្នកស្រីសិនហ្នឹងគឺតួប្រុសហ្នឹងគឺជាមនុស្សដែលកាចសាហាវតែមើលទៅឥឡូវនេះហ្នឹងតួប្រុសដូចជាមិនមែនទេដោយសារតែតួស្រីហ្នឹងគឺគាត់និយាយតិចៗរឿងលោកតារបស់គាត់ហ្នឹងក៏តួប្រុសហ្នឹងស្ដាប់អត់បានហើយគាត់ក៏បានសួរថាតួស្រីហ្នឹងនិយាយថាម៉េចនៅពេលនោះក៏តួស្រីហ្នឹងគ្រាន់តែថាតួប្រុសហ្នឹងគឺចេះដឹងកំហុសខ្លួនឯងចេះសុំទោសអីបែបហ្នឹងគឺល្អហើយបន្ទាប់មកក៏អ្នកទាំងពីរហ្នឹងក៏បាននៅមើលមុខគ្នាញញឹមដាក់គ្នានៅហ្នឹងទៅហើយគេក៏បានកើតមកដល់ស្អែកឡើងនៅក្នុងផ្ទះរបស់ព្រះអង្គម្ចាស់ចៅដែលនៅពេលនេះហ្នឹងគឺគាត់នឹងកំពុងតែលេងឈូភូជាមួយនឹងកូនប្រុសរបស់គាត់ដែលមានឈ្មោះថាលីអាងដែលលីអាងហ្នឹងគឺជាកូនទី4របស់គាត់ហើយព្រះអង្គម្ចាស់យ៉ាវក៏អាចយកឈ្នះកូនរបស់គាត់បានហើយគាត់នឹងក៏បាននិយាយដែរថាបើសិនជាគាត់នឹងលេងជាមួយនឹងអានរ៉ាណាគឺគាត់នឹងមិនអាចយកឈ្នះងាយបែបហ្នឹងទេដែលអានរ៉ាហ្នឹងគឺជាឈ្មោះក្រៅរបស់តួប្រុសហ្នឹងឯងហើយគាត់ក៏បានសួរដែរថាតើលីអាងហ្នឹងបានផ្ញើសម្បត្តិឲ្យតួប្រុសនៅសម្បត្តិដែលគាត់ហ្នឹងបានឲ្យផ្ញើនៅពេលនោះក៏លីអាងហ្នឹងបានប្រាប់ដែរថាគាត់ហ្នឹងបានផ្ញើរួចហើយប្រហែលជាសម្បត្តិហ្នឹងទៅដល់ហើយដែលពេលនេះវិញហ្នឹងក៏តួប្រុសហ្នឹងគឺគាត់ហ្នឹងបានទទួលសម្បត្តិពីព្រះអង្គម្ចាស់ចៅហើយដែលក្នុងសម្បត្តិហ្នឹងគឺព្រះអង្គម្ចាស់ចៅហ្នឹងគឺគាត់ហ្នឹងចង់ឲ្យតួប្រុសហ្នឹងចូលទៅចិត្តព្រះនាងហ្វូអ៊ីសាវដែលពេលនេះផងហ្នឹងគឺគាត់ហ្នឹងបានទទួលសម្បត្តិហ្នឹងហើយក្នុងសម្បត្តិហ្នឹងគឺព្រះអង្គម្ចាស់ចៅហ្នឹងចង់ឲ្យតួប្រុសហ្នឹងចូលទៅចិត្តព្រះនាងហ្វូហួយហើយក៏បានគាត់ចង់ដឹងរឿងតាក់ទងជាមួយនៅក្នុងតុលាការហ្នឹងតើវាមានរឿងអីកើតឡើងខ្លះហើយតាក់ទងមួយរឿងនយោបាយអីចឹងគឺគាត់ហ្នឹងចង់ដឹងឆ្ងល់ដែរថារាល់ដងហ្នឹងគឺព្រះអង្គម្ចាស់ចៅដូចជាមិនដែលពាក់ព័ន្ធជាមួយនឹងរឿងក្នុងតុលាការអីទេអត់អីបានសុកហ្នឹងចង់ដឹងអីចឹងទៅប៉ុន្តែក៏លាវឆាហ្នឹងបានគិតថារាល់ដងហ្នឹងគឺព្រះអង្គម្ចាស់ចៅហ្នឹងតែងតែបារម្ភតែងតែចង់ដឹងឬអីជួយទៅដល់មនុស្សគ្រប់គ្នាអីចឹងទៅប្រហែលជាគាត់ហ្នឹងគ្រាន់តែចង់ដឹងធម្មតាអីចឹងទៅមិនមានអីធំដុំទេតែយ៉ាងណាបើចូលចិត្តពនាងហ្វូហួយហ្នឹងក៏អាចជួយទៅដល់តួប្រុសស៊ើបរឿងក្តីរបស់ឪពុករបស់គាត់ដែរដោយសារតែពនាងហ្វូហួយហ្នឹងគឺជាប្រពន្ធរបស់លោកម្ចាស់សែវទី5ហ្នឹងឯងពេលនោះក៏លាវឆាហ្នឹងបានប្រាប់រឿងមួយទៀតគឺតាក់ទងជាមួយនឹងគ្រួសារសិនថាឥឡូវហ្នឹងគឺគ្រួសារសិនហ្នឹងគឺតង់ទាមទារចូលផ្ទះបាយអីចឹងទៅហើយក៏ថាផ្ទះបាយរបស់ពួកយើងហ្នឹងគឺទទេស្អាតអត់មានបន្លែសាច់អីសម្បូរបែបអីចឹងទៅហើយពួកគេហ្នឹងចង់ធ្វើម្ហូបអីក៏មិនបានដែរប៉ុន្តែគឺលាវឆាហ្នឹងគឺអត់អនុញ្ញាតឲ្យគ្រួសារសិនចូលទេចុះបើសិនជាពួកគេធ្វើម្ហូបដាក់ថ្នាំពុលយើងទៅគាត់យ៉ាងម៉េចពេលនោះក៏តួប្រុសហ្នឹងបានគិតថាមើលទៅប្រហែលជាតួស្រីនិយាយត្រូវហើយគឺគ្រួសាររបស់តួស្រីហ្នឹងអត់ដែលចង់ធ្វើបាបឲ្យតួប្រុសទេគឺមានតែតួប្រុសម្ខាងតែប៉ុណ្ណោះដែលតែងតែសង្ស័យទៅលើគ្រួសាររបស់តួស្រីហើយក៏បានប្រាប់ដែរថាឲ្យអនុញ្ញាតឲ្យគ្រួសារតួស្រីចូលទៅហើយក៏ឲ្យលាវឆាហ្នឹងទៅទិញបន្លែសាច់អីពីផ្សារយកមកដាក់ឲ្យពេញផ្ទះបាយផងដើម្បីស្រួលឲ្យពួកគេហ្នឹងធ្វើម្ហូបអីចឹងទៅដែលនៅពេលនេះវិញក៏គ្រួសាររបស់តួស្រីហ្នឹងក៏គាត់ហ្នឹងបានធ្វើស៊ុបមួយឆ្នាំងដែលនាងនឹងគ្រាន់តែធ្វើសាកតែប៉ុណ្ណោះគឺស៊ុបហ្នឹងគឺត្រៀមធ្វើដើម្បីនៅថ្ងៃប្រច័នពេញវងដើម្បីអាចឆ្លងត្រឡប់ទៅវិញបានដោយសារតែក្នុង script របស់តួស្រីហ្នឹងគឺបានសរសេរបែបហ្នឹងឯងតែមុនពេលដែលត្រឡប់ទៅវិញហ្នឹងក៏តួស្រីហ្នឹងគឺគិតថាគួរតែពួកយើងហ្នឹងបើកហាងបើកតូបអីនៅលក់ដូរអីនៅកន្លែងផ្សារនៅយ៉ុងអានហ្នឹងសិនធ្វើម្ហូបប្លែកៗអីផ្សេងៗទៅគឺប្រហែលជាអាចបានភ្ញៀវច្រើនហើយក៏អាចរកប្រាក់បានច្រើនបន្ទាប់មកនៅពេលដែលឆ្លងទៅវិញហ្នឹងពួកគេហ្នឹងអាចយកប្រាក់ទាំងអស់ហ្នឹងទៅចាយនៅកន្លែងប្រភពរបស់ពួកគេបានហើយរឿងរបស់យើងនៅពេលនេះហ្នឹងក៏បានស្លេះត្រឹមតែប៉ុណ្ណឹងសូមអរគុណនិងសូមជម្រាបលា